មនាលអណន្តមកយើងនឹងទៅកាន់គោដាគារសាលានាមហាវ័នព្រះអនន្តមានអាយុក៏ទទួលព្រះបន្ទូលនៃព្រះដ៏មានប្រភិថាព្រះករណាព្រះអង្គលំដាប់នោះព្រះដ៏មានប្រភិក៏ស្ដេចចូលទៅកាន់គោដាគារសាលានាមហាវ័នមួយអន្លើដោយព្រះអនន្តមានអាយុលុះចូលទៅដល់ហើយទ្រង់ត្រាស់នឹងព្រះអនន្តមានអាយុថាមនាលអនន្តអ្នកចូលទៅឲ្យពួកភិក្ខុទាំងប៉ុន្មានដែលអាស្រ័យនៅក្នុងក្រុងវេសាលីទាំងអស់នោះមកជួបជុំក្នុងឧបដ្ឋានអ្នកសាលាព្រះអនន្តមានអាយុក៏ទទួលព្រះបន្ទូលនៃព្រះដ៏មានប្រភិថាព្រះករណាព្រះអង្គហើយក៏ឲ្យភិក្ខុទាំងប៉ុន្មានដែលអាស្រ័យនៅក្នុងក្រុងវេសាលីទាំងអស់នោះមកប្រជុំគ្នាក្នុងឧបដ្ឋានអ្នកសាលាហើយចូលទៅគាល់ព្រះដ៏មានប្រភិហើយស្ថិតនៅក្នុងទីសំគួរលុះព្រះអនន្តមានអាយុស្ថិតនៅក្នុងទីសំគួរហើយក៏ក្រាបបង្គំទូលព្រះដ៏មានប្រភិដូចនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនភិក្ខុសង្ឃប្រជុំគ្នាហើយបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គទ្រង់សម្គាល់កាលគួរក្នុងកាលឥឡូវនេះគ្រានោះព្រះដ៏មានប្រភិទ្រង់ស្ដេចចូលទៅកាន់ឧបដ្ឋានអ្នកសាលាលុះចូលទៅដល់ហើយក៏ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយលុះព្រះដ៏មានប្រភិទ្រង់គង់ស្រេចហើយក៏បានត្រាស់នឹងភិក្ខុទាំងឡាយថាសាសនៈ5មច្ចរិយនេះក៏បីតាំងនៅអស់កាលជាអង្វែងក៏បីតម្កល់នៅអស់កាលដ៏យូរមួយទៀតសាសនៈ5មច្ចរិយនេះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើនដើម្បីសេចក្តីសុខដល់ជនច្រើនដើម្បីអនុគ្រោះដល់សត្វលោកដើម្បីសេចក្តីចម្រើនដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយដោយប្រការណាធម៌ទាំងឡាយណាដែលតថាគតសម្ដែងហើយដោយបញ្ញាដ៏ឧត្តមធម៌ទាំងឡាយនោះអ្នកទាំងឡាយក៏បីរៀនដោយប្រពៃហើយសេពចម្រើនធ្វើរឿយៗដោយប្រការដូច្នោះសូមជ្រះថ្លាអនុមោទនា